ការបញ្ជាកងទ័ពឲ្យដកថយក្រោយបទជំបាញ់អត់មានទេហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលសួរក្រោយបទជំបាញ់នឹងបាត់ណាខ្លះការពារណាខ្លះមេទ័ពណាស្លាប់មេទ័ពណារស់ចំនួនមិនទាន់ចប់ទេបញ្ហាវានៅការលក្ខការយោធាយ៉ាងណាប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់កន្លែងណាបានខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តតែមួយគត់ថាក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះកងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិរហូតដល់យុទ្ធជនម្នាក់បានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរបស់យើងហើយសូមជឿប៉ុណ្ណឹងទៅម៉ោងស្មើនេះមិនម៉ោងត្រូវការបំបីបំបាក់គ្នាមិនទុកចិត្តគ្នាអានេះគេយកអានោះគេយកអានេះគេយកអ្នកនេះស្លាប់អ្នកនោះស្លាប់លះអីវាអត់ត្រូវទេខ្ញុំសូមឲ្យតែមូលមតិគ្នាមិនថានិន្នាការណាទេគឺត្រូវទទួលស្គាល់នឹងការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពរបស់យើងក្នុងការការពារទឹកដីទាំងមេទ័ពទាំងយុទ្ធជនរបស់យើងទាំងអស់គ្នាសូមតែប៉ុណ្ណឹងបាទចង់យកព័ត៌មានទៅម៉េចថាទ័ពខ្មែរអន់នេះទ័ពខ្មែរខ្លាំងនេះវាអត់ត្រូវការម៉ោងស្មើនេះវាអត់មានអីត្រូវកាហើយឃើញតែនៅចោតនៅចេះបន្តិចបន្តិចឌឺបាទអូនៅនេះបាត់នោះបាត់នេះបានស្អីស្អីមិនចាំបាច់និយាយទេសង្គ្រាមគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ទេស្លាប់ទាំងអស់គ្នាទាំងខ្មែរទាំងថៃសង្គ្រាមធ្វើឲ្យប្រជាជនទាំងសងខាងផ្នែកកិច្ចកជាជនភៀសខ្លួនផ្ទះខ្ទេចខ្ទាំអ្នកខ្លះត្រឡប់ទៅវិញមែនប៉ុន្តែមិនសក់ទេថ្ងៃណាទៀតគេប្រកាសអាសន្នឲ្យចលះទៀតវាអត់មានចំណេញអ្វីដែលដាក់ទិសដៅចំណេញគឺព្យាយាមរួមគ្នាមូលមតិគ្នាដើម្បីការពារជាតិរបស់យើងរកការដោះស្រាយបញ្ហាចំនួនបញ្ចប់ដើម្បីឲ្យស្ថានភាពទៅធម្មតាដើម្បីឲ្យយើងអាចធ្វើកិច្ចការងារដោយសន្តិវិធីនៅក្នុងការងារទំនាក់ទំនងនិងការចរចាកិច្ចព្រំដែនផ្សេងទៀតបន្តទៀតនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ហើយនឹងបន្តធ្វើតទៅទៀតបាទហើយសុំទោសមិនបានចេញមកបញ្យល់ដូចចេះរាល់ថ្ងៃទេមិនបានត្រូវថាកន្លែងនេះត្រូវធ្វើដោះមិនអីមិនទេសភាពការវិវត្តប្រែប្រួលហើយសូមឲ្យបងប្អូនជាពិសេសតាមបណ្ដាប្រព័ន្ធបណ្ដាញសង្គមដែលបន្តិចបន្តិចយកអានេះមកបរោះបន្តិចបន្តិចយកអាគេវាយផ្ទះនៅភូមិមានៅអីនោះយកមកថាអានឹងគេវាយនៅនេះអារឿងកើតមាន1ខែ2ខែហើយយកមកទាំងទំកើតថ្ងៃ20ខែដុល្លារអាគេឈូស20គីឡូ10គីឡូនៅក្នុងកន្លែងគេសោះថាអានឹងគេឈូសយកយើងចូល10គីឡូអានឹងបង្កើតរឿងរាជរដ្ឋាភិបាលដូចនិយាយគ្នាទៅកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ការពារជាតិរបស់យើងការពារប្រជាជនរបស់យើងហើយរកដំណោះស្រាយនៅក្នុងការដោះស្រាយនេះដោយមិនមានលះបង់អ្វីនៅសិទ្ធិស្របច្បាប់របស់កម្ពុជានោះទេបាទខ្ញុំសូមបញ្ជាក់បងប្អូនប៉ុណ្ណេះ